បងប្អូនលើខាងប្រទេសវៀតណាមគេខាងសម្បាមែនតែនបងប្អូនទាក់ទងទៅនឹងប្រទេសថៃណានៅថាជាចេតនាឬក៏ទីគ្មានធនធានមនុស្សសម្រាប់មកធ្វើអញ្ចឹងឬក៏អ្នកចេះដឹងវាត្រូវទឹកលិចងាប់អស់មិនដឹងណាគ្រាន់តែឈ្មោះប្រទេសគេក៏ដាក់ខុសឡាវក៏ដាក់ខុសវៀតណាមក៏ដាក់ខុសពេលគោរពភ្លេងជាតិគេច្រៀងនោះអត់មានភ្លេងគេច្រៀងទេទាំងឡាវទាំងវៀតណាមទាំងប្រទេសមួយចំនួនទៀតនៅវាគិតមិនហើយកាលយើងប្រកួតស៊ីហ្គេមពីមើងងាយយើងហ្នឹងម៉ែបងប្អូនពួកកីឡាករវាមកថាម្ហូបយើងស៊ីអត់ឆ្ងាញ់ជ្រះអត់ឆ្ងាញ់ណាកន្លែងដេកអត់ល្អហើយបងប្អូនបានទៅប្រកួតបងប្អូនជួយថតកន្លែងវាផងកន្លែងវាស្អាតដល់ថ្នាក់ណាកន្លែង start កន្លែងអីរៀបចំទៅភ្លើពេញទឹកពេញដីសេឈ្មោះគេខុសពេញទឹកពេញដីនិយាយពីភ្លើងហ្វាដាច់អំពូលនឹងប្រហែលគ្រាប់ទេភ្លើង LED ហើយមានអ្នកទាលុយតាម Facebook ទៀត